ចូលដល់រូបមន្តទី3គឺដែក2 bromua បាទដែក2 bromua មានន័យថាដែកពីមិនសញ្ញា Fe នេះវាមានវឡង់លេខ2ដើម្បីចងចូលរួមបង្កើតរូបមន្តជាមួយនឹង bromua អញ្ចឹងដែកវានឹងធ្វើការផ្ទេរវឡង់លេខ2របស់វាទៅកាន់ brom ហើយ brom ក៏ធ្វើការផ្ទេរវឡង់លេខ1របស់វាមកកាន់ដែកដូចគ្នាដែរអញ្ចឹងលទ្ធផលគឺយើងនឹងទទួលបានរូបមន្ត Fe ទទួលយកវឡង់លេខ1របស់ brom ហើយ brom ទទួលយកវឡង់លេខ2របស់ bromua បាទដូចមុនដែរដោយសារដែកកន្លែងនេះមានលេខ1យើងសម្រួលចោលទៅលុបចោលណាបាទអញ្ចឹងលទ្ធផលរបស់យើងគឺរូបមន្តរបស់ដែក2 bromua គឺចេញមកគឺអក្សរ Fe ចំនួន1អាតូមជាមួយនឹង brom ចំនួន2អាតូមដូចដែលខ្ញុំបានបញ្ជាក់ពីមុនអញ្ចឹងដោយសារពេលដែលយើងបង្កើតទៅជារូបមន្តហើយយើងឡើងហៅវាថាជាវឡង់ហើយយើងហៅវាថាជាអាតូមមានន័យថាដែកកន្លែងនេះអត់មានសន្ទុះអីទាំងអស់គឺដែកចំនួន1អាតូមហើយ brom កន្លែងនេះសន្ទុះវា2មានន័យថា brom នឹងមានចំនួន2អាតូមដែរបាទអញ្ចឹងយើងចូលដល់រូបមន្តទី4គឺដែក3 bromua មានន័យថាដែកប្រើប្រាស់វឡង់លេខ3ដើម្បីបង្កើតរូបមន្តជាមួយនឹង bromua អញ្ចឹងដែកកន្លែងនេះយើងអាចផ្ទេរវឡង់លេខ3របស់វាទៅកាន់ brom ហើយ brom ក៏ត្រូវផ្ទេរវឡង់លេខ1របស់វាមកកាន់ដែកដែរអញ្ចឹងលទ្ធផលដែលយើងទទួលបានគឺ Fe ដែលជាដែកនេះវាទទួលយកវឡង់លេខ1របស់ brom ហើយ brom ក៏ទទួលយកវឡង់លេខ3របស់ដែកដែរដូចមុនដែរវឡង់លេខ1ហ្នឹងឬក៏ចំនួនអាតូម1របស់ដែកហ្នឹងគឺយើងមិនបង្ហាញទេអញ្ចឹងរូបមន្តចុងក្រោយវាគួរតែជា Fe 1ជាមួយនឹង Br ដែលមានចំនួនអាតូម3